កាលពីថ្ងៃទី28ខែសីហាកន្លងទៅនេះអាដាមកំវណ្ណាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពីរាំងខេត្តព្រៃវែងបានដឹកនាំក្រុមការងារចុះជួយឃុំកំពុងពពិលសាកសួរសុខទុក្ខនាំយកថវិកាសម្ភារៈប្រើប្រាស់មួយចំនួនផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំនួន3ស្ថិតនៅក្នុងឃុំកំពុងពពិលស្រុកពីរាំងខេត្តព្រៃវែងប្រតិភូក្រុមការងារក៏បានចុះពិនិត្យមើលការសាងសង់ប៉ុស្តិ៍យាមប្រជាការពារបន្ទប់អនាម័យដែលជាអំណោយរបស់ឯកឧត្តមប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកពីរាំងខេត្តព្រៃវែងតាមរយៈក្រុមការងារចុះមូលដ្ឋានឃុំកំពុងពពិលដែលបានសាងសង់រួចប្រមាណជា 80% ដែលស្ថិតនៅក្នុងភូមិពោហៀនៅក្នុងឱកាសនោះអាដាមខឹមវណ្ណាបានថ្លែងការកោតសរសើរដល់មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលកន្លងមកបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងគ្រប់មធ្យោបាយដែលមានក្នុងការចូលរួមទប់ស្កាត់ជំងឺ Covid-19 តាមការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាលអាដាមបានលើកឡើងអំពីស្ថានភាពពិភពលោកបច្ចុប្បន្នដែលកំពុងតែរីករាលដាលខ្លាំងដោយជំងឺ Covid ដោយឡែកសម្រាប់កម្ពុជារាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោបានយកចិត្តទុកដាក់បំផុតនៅក្នុងការចេញវិធានការនានាដើម្បីទប់ស្កាត់និងបង្ការការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះអាដាមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមការពារជំងឺ Covid ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការ3កុំ3ការពារដោយត្រូវឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូអាល់កុលពាក់ម៉ាស់រក្សាគម្លាតដើម្បីរួមគ្នាបង្ការជំងឺ Covid-19 ដែលជាសត្រូវឥតស្រមោលកុំឲ្យបន្តឆ្លងចូលក្នុងគ្រួសារនៅក្នុងសហគមន៍របស់យើងអាដាមបានផ្ដាំផ្ញើដល់មន្ត្រីមូលដ្ឋាននៅវិធានការមួយចំនួនដែលត្រូវអនុវត្តនាពេលខាងមុខដូចជាបង្កើនការគ្រប់គ្រងឲ្យបានល្អចំពោះអ្នកធ្វើចក្រឡេស័កតាមរយៈការអប់រំដើម្បីឲ្យពលរដ្ឋទូទៅបានយល់ច្បាស់អំពីផលវិបាកនៃការឆ្លងដល់អាយុជីវិតខ្លួនគ្រួសារក៏ដូចជាសង្គមជាតិទាំងមូលយកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់ចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលការហាមឃាត់ការធ្វើដំណើរនិងការបិទរមណីយដ្ឋានទេសចរទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងជំងឺ Covid-19 ហើយក៏បន្តអប់រំអំពីច្បាប់ស្តីអំពីការទប់ស្កាត់ជំងឺនេះនិងគោលដៅដើម្បីការពារអាយុជីវិតដល់ប្រជាពលរដ្ឋនិងសុខុមាលភាពជាសាធារណៈនៅសាលាបឋមសិក្សាតាំងរលៀងដែលស្ថិតនៅក្នុងភូមិតាំងរលៀងក្រុមប្រតិភូការងារក៏បានប្រគល់នៅថ្នាំលាបជញ្ជាំងសាលារៀនអំពូលសូឡាសម្រាប់បំភ្លឺពេលយប់ព្រមទាំងចុះពិនិត្យមើលការដំឡើងអំពូលសូឡាតាមផ្លូវនៅក្នុងភូមិផងដែរ